ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមជាមួយការឈ្លានពានរបស់សៀមគណៈប្រតិភូគណៈកម្មការទី8ព្រឹទ្ធសភានិងក្រុមសមាជិកាព្រឹទ្ធសភាដឹកនាំដោយលោកជំទាវមានសំអានប្រធានគណៈកម្មការនិងជាប្រធានក្រុមបានអញ្ជើញនាំយកនៅព្រះអំណោយរបស់សប្បុរសជនរួមមានគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់ព្រមទាំងថវិកាមួយចំនួនប្រគល់ជូនវីរៈកងទ័ពជួរមុខប្រចាំតំបន់អានសេះនិងវីរៈកងទ័ពប្រចាំសមរភូមិមុខនៃបញ្ជាការដ្ឋានប្រតិបត្តិការសឹករងកំពង់ធំប្រចាំតំបន់អានសេះខេត្តព្រះវិហារព្រមទាំងចុះសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅខេត្តកំពង់ធំកាលពីថ្ងៃទី19និងថ្ងៃទី20ខែធ្នូឆ្នាំ2025ក្នុងឱកាសនោះលោកជំទាវប្រធានគណៈប្រតិភូបាននាំយកនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រិទ្ធបណ្ឌិតនិងសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនព្រមទាំងឯកឧត្តមអនុប្រធានទី1និងឯកឧត្តមបណ្ឌិតអនុប្រធានទី2ព្រឹទ្ធសភាដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរៈយុទ្ធជនដែលបាននឹងកំពុងឈរជើងយ៉ាងរឹងមាំតស៊ូក្រាញននាលប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនកម្ពុជាជាមួយគ្នានោះលោកជំទាវបានសម្ដែងនៅការដឹងគុណចំពោះវីរភាពអង្អាចក្លាហានមោះមុតដ៏គួរឲ្យកោតស្ញប់ស្ញែងរបស់បងប្អូនវីរយុទ្ធជនក្នុងបុព្វហេតុការពារជាតិមាតុភូមិព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3សូមតាមអភិបាលប្រោះព្រំឃុំក្រងថែរក្សានិងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង្អាចក្លាហាននៅតាមព្រំដែនសូមជួបតែសុខសុវត្ថិភាពទទួលបានជ័យជំនះលើសមរភូមិកម្ចាត់បច្ចាមិត្តឈ្លានពានឲ្យវិនិច្ឆ័យអន្តរាយព្រមទាំងបានលើកទឹកចិត្តនិងសូមជូនពរដល់យោធិនដែលរងរបួសទាំងអស់សូមឲ្យមានសុខភាពល្អមាំទាំនិងឆាប់ជាសះស្បើយព្រមទាំងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការមើលថែទាំនិងព្យាបាលឆ្លៀតក្នុងឱកាសនោះគណៈប្រតិភូបានអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិការបស់សម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារលោកពលបាលឯករុនដារ៉ាជំនួយការចិត្តសាស្ត្រសមរភូមិជួរមុខឈរជើងនៅទិសអានសេះខេត្តព្រះវិហារដែលបានពលីជីវិតក្នុងសមរភូមិកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025ក្នុងជន្មាយុ38ឆ្នាំនៅស្រុកសង្គមថ្មីខេត្តព្រះវិហារក្រៅពីចុះសួរសុខទុក្ខនិងនាំយកអំណោយជូនវីរៈកងទ័ពលោកជំទាវមានសំអានបានដឹកនាំក្រុមការងាររៀបចំគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់យកទៅជូនវីរៈកងទ័ពនិងប្រជាពលរដ្ឋភាគសឹកក្នុងស្មារតីសាមគ្គីភាពកាន់តែរឹងមាំរួមចំណែកលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង្អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃនិងសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាជនភាគសឹក